នេះគឺជាវីដេអូបើកប្រអប់សម្រាប់ម៉ាស៊ីន scan ក្រយៅដៃដែលមានលេខកូដ iClock 9000G រូបរាងរបស់វារាងប្លែកជាងmodel ដូចជា K20 K40 ឬក៏ iClock B60 អីវារាងទូចជាងហើយអ្វីដែលកត់សម្គាល់សំខាន់បំផុតនោះគឺវាមានប៊ូតុងបិទបើកនៅពីក្រោយខុសពី model ផ្សេងៗហើយនឹងម៉ានុយរបស់វាក៏រាងប្លែកដែរអញ្ចឹងណាម៉ានុយក៏រាងប្លែកជាង model ដែលខ្ញុំរៀបរាប់ខាងលើមិញដែរសម្រាប់ទំហំផ្ទុកប្រយោលដៃរបស់វាបាន6000ចិត្តប៉ិន iClock B60 ដែរហើយនឹងកាតរបស់វាបាន6000ដែរសម្រាប់ record capacity របស់វាអាចទុកបាន20បាន2សែនអញ្ចឹងណា2សែន record រូបរាងរបស់វានេះពេលដែលចាប់ជាប់ទៅវារាងផ្ដេកអញ្ចឹងវាងាយស្រួលដែរក្នុងការយើងដាក់ដៃអញ្ចឹងណា